ខ្ញុំបាទថៃសុធេនក៏សូមតំណាងឲ្យបងប្អូនខ្មែរកម្ពុជាក្រមយើងសម្ដែងនៅការជិះចាប់ពេលឃើញពួកសៀមមួយឆ្លៀនពៀនទឹកដីខ្មែរដែលឃើញបងប្អូនប្រជាពលរដ្ឋយើងភាសឹករត់ឡើងរត់ចុះយ៉ាងពិបាកមិនបានរកស៊ីរកអីជួបទុក្ខលំបាកជាច្រើនបាត់ផ្ទះសម្បែងបែកបាក់ឆេះអញ្ចឹងទៅហើយនឹងរត់ប្រាស់បាទសមាជិកគ្រួសារដូចជាបងជាពិសេសបងកងទ័ពដែលពលីបាទពួកខ្ញុំនៅកម្ពុជាក្រោមគឺមានការជឿចាប់ជាច្រើនបាទបងប្អូនខ្មែរក្រោមជាច្រើនដែលផ្ញើសារមកឲ្យខ្ញុំផងដែរថាពួកគាត់ជឿចាប់ប៉ុន្តែពួកគាត់មិនអាចនិយាយបានដោយសារតែខ្មែរក្រោមយើងក៏នៅក្រោមការគ្រប់គ្រងរបស់យួនដែរបាទហើយខ្ញុំក៏លើកមុនខ្ញុំក៏ធ្វើមូលនិធិដើម្បីជួយដល់បងកងទ័ពដូចជាបងប្អូនជនភៀសទឹកតែលើកនេះខ្ញុំអត់បានធ្វើទេដោយសារតែអាញាធរយួនក៏ធ្វើទៅបុកម្នេញដល់បងប្អូនខ្ញុំនៅកម្ពុជាក្រោមអញ្ចឹងណាហើយមានបងប្អូនផ្សេងថាឲ្យខ្ញុំផ្ញើថវិកានឹងតាមរយៈនេះអ្នកនោះជាខ្មែរកម្ពុជាក្រោមដែរអញ្ចឹងណាបាទតែខ្ញុំក៏បារម្ភពីអ្នកដែលធ្វើដែរដោយសារតែខ្ញុំមានបទពិសោធន៍ហើយបាទលុត្រាណាយើងជាសមាជិកក្នុងជួររដ្ឋាភិបាលរបស់យួននេះអញ្ចឹងយើងអាចធ្វើបានសេរីតែបើសិនថាយើងជាកូនចៅខ្មែរក្រមដូចគ្នាឥឡូវពេលនេះធ្វើអត់អីប៉ុន្តែខាងមុខគេនឹងមករករឿងយើងដល់ផ្ទះវាពិបាកកន្លែងហ្នឹងបាទហើយបងប្អូនខ្លះថាឲ្យបាញ់លុយមកស្រុកខ្មែរពិបាកណាបងប្អូនដែលយើងចូលរួមតែថវិកា$1បើយើងបាញ់ឆ្លងប្រទេសសេវាអស់$10បាត់ហើយអញ្ចឹងណាចឹងទាមទារបើសិនជាយើងធ្វើមូលនិធិនៅកម្ពុជាក្រមលុត្រាណាតយើងមានអ្នកនៅទីនោះប្អូនឬក៏បងអីចឹងណាយើងដាក់កងធនាគារដើម្បីបាញ់លុយដងចូលមកហើយចាំយើងបាញ់សរុបមកស្រុកខ្មែរខ្ញុំធ្លាប់ធ្វើអញ្ចឹងប៉ុន្តែខ្ញុំធ្វើហើយប៉ូលីសហៅប្អូនខ្ញុំទៅស៊ើបសួរឡើង2-3ម៉ោងដូចជា6ម៉ោងបានឲ្យមកវិញចឹងទេខ្ញុំអត់ចង់ឲ្យប្អូនខ្ញុំឬក៏បងប្អូនខ្ញុំពិបាកចឹងខ្ញុំអត់បានធ្វើមូលនិធិទេចឹងហើយពួកខ្ញុំមានតែការជឿចាប់នៅពេលដែលឃើញខ្មាំងស្ត្រូវឆ្លៀនពៀនប៉ុន្តែពួកខ្ញុំមិនអាចជួយអ្វីបានមានតែសម្ដែងនៅការជឿចាប់និងសោកស្ដាយនិងក្តីបារម្ភពីបងប្អូនខ្មែរយើងជាខ្មែរតែមួយបាទធ្វើមិនបើយើងនៅក្រោមការគ្រប់គ្រងរបស់គេដែរបាទគេថាខុសគឺខុសគេថាត្រូវគឺត្រូវហ្នឹងឯងអញ្ចឹងមកឥឡូវថាចង់ជួយបងប្អូនសាច់ញាតិគ្នាឯងដែលនៅខ្មែរកណ្ដាលក៏ពិបាកបងប្អូនខ្លះឲ្យខ្ញុំធ្វើបែបសម្ងាត់គឺស្មើនឹងអត់ធ្វើដដែលណាបាទព្រោះតើយើងបកគោប្រកាសទើបមានបងប្អូនកាត់ចូលរួមជាមួយយើងហើយបើយើងធ្វើបែបស្ងប់ស្ងាត់ស្មើនឹងតែមានតែគ្នាយើង4-5នាក់ដែលយើងចូលរួមអញ្ចឹងគ្មានបានប្រមាណដើម្បីជួយដល់បងដែរបាទយើងពិតជាជឿចាប់ហើយបងប្អូនជាច្រើនគឺមិនហ៊ានបញ្ចេញមតិដោយការមុនទេបើសង្គ្រាមបន្ទុះលើកមុនបាទគឺបងប្អូនយើងបញ្ចេញបារម្ភនឹងការជួយចាប់លើបណ្ដាញសង្គមច្រើនប៉ុន្តែលើកនេះគឺរៀងស្ងាត់ពួកអត់សូវហ៊ានទៀតដោយសារតែយួនរករឿងអញ្ចឹងបាទ